Okay, say hi to everyone and hello all. អរគុណសម្រាប់សំណួរចំពោះសំណួរបងអូនបាទសួរថាចំពោះហិរញ្ញវត្ថុគេអត់ចេញឲ្យគ្រប់យ៉ាងទេបងតកតងជាមួយនឹងហិរញ្ញវត្ថុអញនិយាយបានថា scholarship ដែលគេ provide ឲ្យនោះគឺគេ cover ឲ្យយើងទាំងអស់អូនប៉ុន្តែដោយសារតែវីដេអូមុនគឺបងបានលើកឡើងមកដែរតកតងជាមួយនឹងបញ្ហាហិរញ្ញវត្ថុជាទូទៅគឺ international student គឺតែងតែជួបបញ្ហាទោះបីជាខាងគេ provide scholarship ឲ្យយើង fully funded ក៏ដោយអូខេអញ្ចឹងសម្រាប់វីដេអូនេះបងនឹងមក mention ចំពោះកត្តាមួយចំនួនដែលធ្វើឲ្យយើងមានបញ្ហាហិរញ្ញវត្ថុទោះបីជាយើងទទួលបាន scholarship fully funded ក៏ដោយចំណុចទី1យើងត្រូវដឹងថា scholarship ដែលគេឲ្យមកយើងហ្នឹងគឺមួយគ្រប់តែយើងទៅរៀនទេមានន័យថាយើងទៅរយៈពេល3ខែឬក៏6ខែឬក៏1ឆ្នាំតាម program មួយចឹងទៅអញ្ចឹងសម្រាប់ការចំណូលចំណាយអីផ្សេងបើសិនជាយើងអត់គុណគូខ្លួនឯងទេនៅពេលដែលយើងចំណាយលើសគឺមានន័យថាជួបបញ្ហាហិរញ្ញវត្ថុអីមានន័យថាយើងចាយលុយ scholarship អស់មុនពេលចប់ semester ឬក៏ចប់ program របស់យើងទី2គឺអត់មានកត់ត្រាចំណូលចំណាយរបស់ខ្លួនឯងទេថាក្នុងរយៈពេលមួយសប្តាហ៍ទៅមួយខែយើងចំណាយអស់ប៉ុន្មានហើយវាគ្រាន់នឹង scholarship ដែលគេបានផ្ដល់ឲ្យយើងដែរអត់ទី3គឺចំណាយទៅលើអាហារខាងក្រៅជាទូទៅអ្នកដែលគាត់ទៅរៀនអាចថាដំបូងគឺពីច្រើនទៅញ៉ាំក្រៅប៉ុន្តែដំបូងហ្នឹងគឺអាចញ៉ាំចុះប៉ុន្តែជាអ្វីដែលជា experience របស់ខ្ញុំផ្ទាល់ខ្ញុំ recommend ច្រើនជាងថាយើងទៅមកទៅ supermarket អីយើងអាចទិញបន្លែឬក៏ផ្លែឈើអីយកមកទុកនៅដមរបស់យើងឬក៏កន្លែងស្នាក់នៅរបស់យើងទៅដើម្បីធ្វើម្ហូបខុសខ្លួនឯងញ៉ាំវា sale បានច្រើនព្រោះអីបើសិនជាយើងទៅញ៉ាំខាងក្រៅអាចចំណាយចន្លោះពី20 euro ឡើងទៅ30ឬក៏40ចឹងទៅអញ្ចឹងបើសិនជាយើងចំណាយមួយថ្ងៃ30-40 euro ហ្នឹងបើយើងទៅទិញពី supermarket ឬក៏ mart ដើម្បីយកមកទុកធ្វើម្ហូបវាអាចបានច្រើនថ្ងៃដែរទី4តកតងជាមួយនឹង trip មានន័យថាពេលដែលយើងបាន visa នៅក្នុងប្រទេសណាមួយដែលក្នុងជាប់នៅក្នុងប្រទេសប៉ែកអឺរ៉ុបគឺយើងអាចដើរបានទាំងអស់កាន់តែ visa មួយទេថាឥឡូវខ្ញុំកាន់ visa ប្រទេសអាល្លឺម៉ង់ខ្ញុំអាចទៅប្រទេសផ្សេងបានដែលតកតងជាមួយនឹងប្រទេសខាងប៉ែកអឺរ៉ុបហ្នឹងឧទាហរណ៍មួយចំនួនដូចជាប្រទេសប្រាំងប្រទេស Luxembourg ប្រទេស Netherlands Belgium Czech Republic or whatever ប្រទេសដែលខាងប៉ែកអឺរ៉ុបហ្នឹងគឺយើងអាចទៅបានយើងកាន់ visa តែមួយទេចំណុចទី5តកតងជាមួយនឹងការចំណាយទៅលើខោអាវមានន័យថាយើងអ្នកដែលគាត់ទៅសិក្សាមិនថានៅក្នុង program ណាមួយគឺវាមានរដូវក្តៅនិងរដូវត្រជាក់អីចឹងទៅអញ្ចឹងបើសិនជាអ្នកដែលគាត់ទៅរដូវក្តៅរៀងធម្មតាស្តៀងនឹងខាងប៉ែកអាស៊ីយ៉ាងដែរប៉ុន្តែគាត់ថាមិនក្តៅដូចដល់យើងទេហើយបើសម្រាប់អ្នកដែលគាត់ទៅចំ winter ដូចខ្ញុំទៅដល់ភ្លាមប៉ះចំខែ winter អាហ្នឹងគ្រប់ហើយយើងត្រូវចំណាយទៅលើកៅអៅច្រើនអញ្ចឹងជិះវាចាំបាច់ពេលដែលទៅមើលកៅអៅទៅរកទិញកៅអៅហ្នឹងទិញកៅអៅណាដែលគិតថាពាក់ហើយវ៉មសម្រាប់ខ្លួនឯងអត់ចាំបាច់វាច្រើនជាន់ខ្លាំងពេកព្រោះដោយសារអាហ្នឹងគឺវាចំណាយលុយច្រើនអញ្ចឹងពេលដែលទៅទិញគឺចាំបាច់ត្រូវទៅមើលចំណុចហ្នឹងដែរវាអាច save ថវិកាយើងបានច្រើនអូខេអញ្ចឹងសង្ឃឹមថាព័ត៌មានមួយចំនួននេះនឹងបានជួយដល់ការអ្នកទាំងអស់គ្នាបានខ្លះតកតងជាមួយនឹងការទៅរៀននៅស្រុកក្រៅហើយអត់ចង់ជួបបញ្ហាហិរញ្ញវត្ថុដូចគ្នាអញ្ចឹងអ្វីដែលខ្ញុំចែកម្លែកនេះសង្ឃឹមថានឹងបានជួយអ្នកនរគ្នាបានច្រើនអូខេ Thank you for your watching my video and អរគុណច្រើនអ្នកនរសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់ Bye bye Thank you